ពលរដ្ឋរងបញ្ហាដីធ្លីនៅខេត្តកោះកុងបន្តស្នើអាជ្ញាធរពន្យាការដោះស្រាយវិវាទដីធ្លីប្រជាពលរដ្ឋប្រមាណ100នាក់មកពីសហគមន៍ដីធ្លីចំនួន4ក្នុងស្រុកស្រែអំបិលនិងស្រុកបូទុមសាគរខេត្តកោះកុងបានប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តកោះកុងដើម្បីតាមដានញត្តិនិងអំពាវនាវឲ្យអាជ្ញាធរពន្យាការដោះស្រាយវិវាទដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំព្រមទាំងស្នើសុំការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរដែលពួកគេអះអាងថាកំពុងមានសភាពលំបាកខ្លាំងនិងប៉ះពាល់ដល់ការធ្វើដំណើរនិងការដឹកជញ្ជូនផលិតផលកសិកម្មការប្រមូលផ្ដុំនេះមានការចូលរួមពីតំណាងសហគមន៍ដីធ្លី197គ្រួសាររួមទាំងក្រុម16គ្រួសារសហគមន៍ដីធ្លី955គ្រួសារសហគមន៍ជីខក្រោម175គ្រួសារនិងសហគមន៍ថ្មសសាមគ្គីអ្នកចូលរួមបានកាន់បដានិងឆ័ត្រក្រោមភ្លៀងមុនពេលតំណាងសហគមន៍ចំនួន15នាក់ត្រូវបានអនុញ្ញាតឲ្យចូលជួបអភិបាលខេត្តដើម្បីដាក់ញត្តិស្នើសុំពន្យាការផ្តល់ដីសម្បត្តិសង្គមគិច្ចជូនប្រជាពលរដ្ឋក្រីក្រចំនួន856គ្រួសារនៅក្នុងឃុំចំនួន6នៃស្រុកស្រែអំបិលនិងស្រុកបូទុមសាគរក្នុងខេត្តលោកស្រីផៅយើងតំណាងសហគមន៍ដីធ្លីខេត្តកោះកុងបានមានប្រសាសន៍ថាការប្រមូលផ្ដុំលើកនេះមានគោលបំណងជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់លើបញ្ហាវិវាទដីធ្លីដែលនៅតែអូសបន្លាយនិងការខ្វះហេដ្ឋារចនាសម្ព័ន្ធដែលបន្តប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋលោកស្រីបានថ្លែងផងដែរថាប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរនឹងពន្យាការសិក្សានិងដោះស្រាយឲ្យបានច្បាស់លាស់ដើម្បីធានាសិទ្ធិនិងជីវភាពរស់នៅរបស់ពួកគេបញ្ហាផ្លូវធ្វើដំណើរក៏ត្រូវការយកចិត្តទុកដាក់ផងដែរព្រោះវាប៉ះពាល់ដល់ការធ្វើដំណើរនិងការដឹកជញ្ជូនផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋលោកស្រីបានបន្ថែមថាការទាមទារដីធ្លីនិងបានកម្មសិទ្ធិនៅខេត្តកោះកុងបានបន្តកើតមានជាបន្តបន្ទាប់ខណៈសហគមន៍ជាច្រើននៅតែរងចាំការដោះស្រាយពីអាជ្ញាធរដើម្បីធានាសិទ្ធិស្របច្បាប់លើដីធ្លីនិងការរស់នៅរបស់ពួកគេឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋលោកស្រីឈឺវ៉ាអភិបាលខេត្តកោះកុងបានអនុញ្ញាតឲ្យតំណាងសហគមន៍ចំនួន15នាក់ចូលជួបពិភាក្សានិងទទួលយកញត្តិក្នុងជំនួបនោះលោកស្រីបានបញ្ជាក់ពីជំហររបស់រដ្ឋបាលខេត្តចំពោះសំណើរបស់ប្រជាពលរដ្ឋនិងបានឆ្លើយតបលើបញ្ហាសំខាន់ៗដែលសហគមន៍បានលើកឡើងចំពោះសំណើសុំកែលម្អផ្លូវធ្វើដំណើររបស់សហគមន៍ជីខក្រោមដែលមានប្រជាពលរដ្ឋ175គ្រួសារលោកស្រីបានឲ្យដឹងថាក្រសួងអភិវឌ្ឍជនបទបានសិក្សានិងរៀបចំប្លង់គម្រោងរួចហើយគម្រោងសាងសង់ផ្លូវត្រូវបានដាក់បញ្ចូលក្នុងផែនការអនុវត្តសម្រាប់ឆ្នាំ2026ដល់2027តាក់ទងនឹងវិវាទដីធ្លីរវាងសហគមន៍197គ្រួសារនិងភាគីលោកហេងហួយលោកស្រីបានបញ្ជាក់ថារដ្ឋបាលខេត្តមិនទាន់មានសមត្ថកិច្ចសម្រាប់ជំនួសថ្នាក់ជាតិបាននៅឡើយទេលោកស្រីឈឺវ៉ាបានមានប្រសាសន៍ថារដ្ឋបាលខេត្តនឹងបើកការពិនិត្យករណីនេះឡើងវិញដោយស្នើឲ្យប្រជាពលរដ្ឋផ្ដល់ភស្តុតាងបន្ថែមហើយនឹងរៀបចំកិច្ចប្រជុំសម្របសម្រួលរវាងភាគីពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយចំពោះសំណើសុំដីសម្បត្តិសង្គមគិច្ចរបស់សហគមន៍955គ្រួសារអាជ្ញាធរខេត្តបានឲ្យដឹងថានឹងចុះស្រាវជ្រាវនិងប្រមូលទិន្នន័យជាក់ស្ដែងឡើងវិញមុនរៀបចំរបាយការណ៍ស្នើទៅថ្នាក់ជាតិដើម្បីពិនិត្យលទ្ធភាពផ្ដល់ដីសម្បត្តិសង្គមគិច្ចជូនប្រជាពលរដ្ឋដោយឡែកចំពោះករណីដីធ្លីនៅឃុំថ្មសដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Royal Group លោកស្រីអភិបាលខេត្តបានឲ្យដឹងថាព័ត៌មាននិងព្រំប្រទល់ដីនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយដូច្នេះរដ្ឋបាលខេត្តនឹងរៀបចំកិច្ចប្រជុំពិសេសមួយដោយអញ្ជើញតំណាងសហគមន៍និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួមផ្ទៀងផ្ទាត់ទីតាំងនិងផែនទីដើម្បីកំណត់ឲ្យបានច្បាស់ថាដីដែលមានវិវាទស្ថិតនៅក្នុងដែនសម្បត្តិរបស់ក្រុមហ៊ុនឬយ៉ាងណាសម្រាប់ករណីប្រជាពលរដ្ឋចំនួន15គ្រួសារដែលស្នើសុំបានកម្មសិទ្ធិដីធ្លីលោកស្រីអភិបាលខេត្តបានបញ្ជាក់ថារដ្ឋបាលខេត្តមិនទាន់អាចចេញបានកម្មសិទ្ធិភ្លាមៗបានទេដោយសារទីតាំងភូមិសាស្ត្រនៃដីនៅមិនទាន់មានភាពច្បាស់លាស់និងមានការខុសគ្នារវាងភូមិឈូកនិងភូមិព្រៃជីងអាជ្ញាធរនឹងបន្តចុះពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានជាក់ស្ដែងមុនធ្វើការសម្រេចតាមនីតិវិធីច្បាប់វិវាទដីធ្លីនៅខេត្តកោះកុងបានបន្តអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំដោយសហគមន៍ជាច្រើននៅតែទាមទារឲ្យមានការទទួលស្គាល់សិទ្ធិកាន់កាប់ដីនិងការដោះស្រាយវិវាទខណៈអាជ្ញាធរខេត្តអះអាងថាករណីជាច្រើនត្រូវការផ្ទៀងផ្ទាត់ទិន្នន័យការសិក្សាបន្ថែមនិងការសម្រេចពីថ្នាក់ជាតិមុនអាចអនុវត្តវិធានការតាមនីតិវិធីច្បាប់បាន